តើច្រកឆ្លងចក្រវាឡ wormhole ដូចក្នុងខ្សែភាពយន្ត Interstellar មានពិតឬអាចកកើតឡើងឬទេច្រកសម្ងាត់នៃចក្រវាឡដែលត្រូវបានគេហៅថា wormhole គឺជាច្រកផ្លូវកាត់នៃ space-time មួយដែលអនុញ្ញាតឲ្យអ្នកធ្វើដំណើរផ្សងព្រេងឆ្លងកាត់ពីប្រព័ន្ធប្រតិទមួយទៅកាន់ប្រព័ន្ធប្រតិទមួយទៀតនៅក្នុងរយៈពេលដ៏ខ្លីហើយជាទូទៅវាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់របស់ខ្សែភាពយន្តក៏ដូចជាសភើទាំងឡាយណាដែលពាក់ព័ន្ធទៅនឹងការស្រមើស្រមៃនៅទីអវកាសដូចជារឿង Hollywood ដ៏ល្បីល្បាញមួយនោះគឺ Interstellar កាលពីឆ្នាំ2014ក៏ប៉ុន្តែសំណួរចោទជាសំខាន់ថាតើវាអាចទៅរួចបានដែរឬក៏យ៉ាងណាតើយើងពិតជាអាចបត់នឹងពុតពេលវេលានិងលំហអវកាស space-time ដើម្បីបង្កើតចេញជាច្រកផ្លូវកាត់សម្រាប់ដំណើរដ៏ងាយស្រួលមួយហើយធ្វើឲ្យក្តីសុបិនដ៏ធំហេតុមីខ្លាចជាការពិតមែនឬទេចម្លើយល្បីល្បាញបំផុតនោះគឺទំនងជាមិនអាចទៅរួចឡើយពីព្រោះដោយសារតែបញ្ហាទី1នោះគឺថាគំនិតនៃការអាចកើតមានចក្រវាឡ wormhole បានចាប់ផ្ដើមនៅពេលដែលអ្នកវិទ្យាសាស្ត្រដូចជាលោក Louis Flam ក្រោយមកទៀតគឺលោក Albert Einstein ព្រមទាំងលោក Nathan Rosen បានជ្រាបថាប្រហោងខ្មៅ black hole អាចលាតសន្ធឹងខ្លួនបាននៅពេលដែលមនុស្សម្នាក់បានសម្រេចចាប់ផ្ដើមធ្វើការដោះស្រាយសមីការពាក់ព័ន្ធទូទៅយន្តការដែលព្យាករទៅលើប្រហោងខ្មៅមួយស្របពេលជាមួយគ្នានោះក៏ធ្វើការព្យាករអំពីបាតុភូតមួយឈ្មោះថាប្រហោងស white hole ផងដែរអ្វីដែលសំខាន់នោះគឺថាខណៈពេលដែលមានច្រកនៃពេលវេលា event horizon របស់ប្រហោងខ្មៅធ្វើការកំណត់នៅលំហអវកាសដែលនៅពេលដែលអ្នកចូលទៅកាន់វាហើយมันអាចមានឱកាសចេញមកវិញនោះឡើយវានឹងអាចទៅរួចនៅក្នុងការចូលទៅកាន់ event horizon របស់ប្រហោងសទោះបីជាអ្វីក៏ដោយដែលស្ថិតនៅក្នុងនោះរួចជាស្រេចអាចចាក់ចេញបានយ៉ាងណាក្តីជាមួយគ្នានេះដែរយន្តការដូចគ្នានេះក៏បានបន្ថែមនៅកត្តាមួយផងដែរគឺគ្រប់ប្រហោងខ្មៅទាំងអស់ជាធម្មជាតិនឹងធ្វើការតបជួបជាមួយនឹងប្រហោងសតាមរយៈ singularity របស់ពួកវាទាំងពីរដែលប្រការនេះនឹងបង្កើតចេញទៅជាផ្លូវចក្រវាឡ wormhole ឬមួយអត់ទៅវិញក៏ថាបានពីព្រោះដែលខណៈដែលយើងមានភស្តុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់អំពីវត្តមានរបស់ប្រហោងខ្មៅប្រហោងសហាក់ដូចជារឿងប្រឌិតមួយនៅឡើយដែលបច្ចុប្បន្នពុំទាន់មាននីតិវិធីណាមួយដែលយើងនឹងដឹងនៅក្នុងចក្រវាឡរបស់យើងដែលនឹងពិតជាអាចធ្វើឲ្យកកើតពួកវាបាននោះឡើយហើយប្រសិនបើប្រហោងសទាំងអស់នោះពិតជាលេចរវាងមែននោះកម្រិតអស្ថិរភាពធម្មជាតិដ៏ធំសម្បើមរបស់ពួកវានឹងបណ្ដាលឲ្យពួកវារលាយបាត់ទៅវិញមួយរំពេចជាមិនខានម្យ៉ាងវិញទៀតដំណើរការនៃការបង្កើតប្រហោងខ្មៅការរលាយនៃផ្កាយដ៏ធំហិមីក៏នឹងធ្វើការរារាំងដោយស្វ័យប្រវត្តិចំពោះការកកើតរបស់ប្រហោងសដែលមានសម្ព័ន្ធរួមគ្នាផងដែរដែលឡែកបើសិនជាពួកវាទាំងពីរប្រហោងខ្មៅនិងប្រហោងសអាចកកើតជាមួយគ្នាបានមែននោះធាតុពិតមិនអាចចដាច់ខាតទំនាញដ៏ខ្លាំងក្លានៃ singularity របស់ពួកវានឹងបង្កឲ្យច្រក wormhole ពន្លាតខ្លួនភ្លាមៗហើយរលាយបាត់យ៉ាងឆាប់រហ័សជាទីបំផុតល្បឿនលឿនជាងអ្វីមួយដែលអាចឆ្លងកាត់វាបានទៅទៀតទោះបីជាបែបនេះក្តីមិនអាចហាមឃាត់មនុស្សចំនួនប្រើប្រាស់ពាក្យថាបើសិនជានោះដែរបើសិនជាប្រហោងស white hole អាចកកើតឡើងដោយធម្មជាតិឬមួយក៏បង្កើតឡើងតើយ៉ាងម៉េចវិញបើសិនជាយើងអាចធ្វើឲ្យពួកវាមានលំនឹងតើយ៉ាងម៉េចវិញបើសិនជាយើងអាចតភ្ជាប់ singularity របស់ប្រហោងសជាមួយនឹងប្រហោងខ្មៅហើយបង្កើតចេញជាច្រកចក្រវាឡតើយ៉ាងម៉េចវិញបញ្ហានោះគឺថាច្រកទ្វារចូលរបស់ wormhole ប្រៀបដូចជាបំពង់កស្ថិតនៅផ្នែកខាងក្នុងនៃ event horizon របស់ប្រហោងខ្មៅតែម្ដងដែលនេះគឺជាបញ្ហាចម្បងទី2អត្ថន័យចម្បងរបស់ event horizon គឺថានៅពេលដែលអ្នកធ្វើដំណើរឈានចូលទៅក្នុងតំបន់វាហើយអ្នកពុំអាចចាក់ចេញពីទីនោះបានឡើយដោយគ្មានផ្លូវឬមួយក៏មធ្យោបាយអ្វីទាំងអស់ហេតុនេះហើយវាមិនមែនជារឿងសំខាន់ទៀតនោះឡើយដែលរោងផ្លូវ wormhole ស្ថិតនៅក្នុងនោះព្រោះថាគ្មាននរណាអាចចាក់ចេញបាននោះឡើយនៅក្នុង event horizon របស់ប្រហោងខ្មៅអ្នកមានគោលដៅតែមួយគត់គឺថា singularity town ដែលជាកន្លែងកម្លាំងទំនាញដ៏មានឥទ្ធិពលខ្លាំងក្លាជាទីបំផុតដែលមានសម្ពាធឥតឈប់ឈរនោះឡើយដូច្នេះហើយនិយាយថាអ្នកអាចឈរនៅក្នុងច្រកផ្លូវចក្រវាឡ wormhole ទៅចុះនៅពេលដែលអ្នកអាចមើលឃើញពន្លឺនៃផ្នែកមួយរបស់ចក្រវាឡពីចក្រវាឡម្ខាងទៀតប៉ុន្តែអាចត្រឹមតែរងចាំសេចក្តីស្លាប់ដែលរងទុក្ខវេទនាតែប៉ុណ្ណោះស្របពេលដែលកំពុងតែឆ្ពោះយ៉ាងសន្សឹមទៅកាន់ singularity របស់ប្រហោងខ្មៅដូច្នេះតើមានមធ្យោបាយដើម្បីបង្កើតច្រកចក្រវាឡ wormhole ដែលអាចប្រើប្រាស់បានមួយដែរឬយ៉ាងណាជាជាងផ្លូវដ៏គួរភ័យខ្លាចដែលឆ្ពោះទៅរកសេចក្តីវិនាសដែលមិនអាចគេចផុតវិញនោះចម្លើយពិតជាគួរភ្ញាក់ផ្អើលគឺមានក៏ដូចជាមិនមានដែរពីព្រោះដើម្បីបង្កើតច្រកចក្រវាឡមួយដែលអាចធ្វើដំណើរបានអ្នកត្រូវយកឈ្នះទៅលើបញ្ហាពីរយ៉ាងគឺទី1
một thuyết châu rồi bỏ vùng hồ chăm bát trâu tại stat nữ nay kháng cài này cho pe vật lý event hải số rồi bỏ prong khmer đạiประการนี้នឹងអនុញ្ញាតឲ្យអ្នកចូលទៅកាន់ច្រកចក្រវាឡដែលឆ្លងកាត់ដើម្បីចាក់ចេញឆ្ពោះទៅកាន់គោលដៅដ៏សែនឆ្ងាយរបស់អ្នកដោយមិនខ្លាចជួបប្រទះនៅ singularity ណាមួយឡើយទីពីរផ្លូវរបស់ wormhole ផ្ទាល់ត្រូវតែមានលំនឹងហើយរឹងមាំដោយចាំបាច់ត្រូវតែអាចទប់ទល់ទៅនឹងទំនាញដ៏ខ្លាំងក្លារបស់ singularity របស់ប្រហោងខ្មៅនិងប្រហោងសហើយអត់ធ្វើទៅនឹងការដាច់ចេញពីគ្នានៅពេលដែលមានវត្ថុហោះធ្វើដំណើរឆ្លងកាត់វាអ្វីដែលពិសេសនោះគឺថារូបធាតុម្យ៉ាងដែលអាចដោះស្រាយបញ្ហារឿងស្ទះទាំងពីរនេះបានប៉ុន្តែរូបធាតុទាំងនេះមានបញ្ហារបស់ខ្លួនវាផ្ទាល់គឺវាមានម៉ាស់អវិជ្ជមាន negative mass យ៉ាងណាមិញបណ្ដុំនៃរូបធាតុដែលមានម៉ាស់អវិជ្ជមាននេះអាចយកទៅប្រើប្រាស់ក្នុងការបង្កើតច្រកចក្រវាឡដែលមានប្រយោជន៍និងប្រើប្រាស់យ៉ាងពេញលេញមួយបានរូបធាតុនេះមានសមត្ថភាពធ្វើឲ្យមាត់ទ្វាររបស់ wormhole ស្ថិតនៅក្រៅតំបន់នៃច្រកពេលវេលា event horizon និងផ្ដល់ស្ថិរភាពដ៏រូងផ្លូវរបស់ wormhole ប្រឆាំងទៅនឹងអស្ថិរភាពបានក៏ប៉ុន្តែតើរូបធាតុបែបនេះអាចមានវត្តមានដែរឬទេក្រុមអ្នកវិទ្យាសាស្ត្របានតាមដាននិងពិនិត្យមើលផ្នែកជាច្រើននៃចក្រវាឡហើយពួកគេពិតជាមិនដែលជួបប្រទះរូបធាតុ negative mass នោះឡើយតែបើសិនជារូបធាតុនេះមានពិតមែននោះវាគឺជារឿងដ៏អស្ចារ្យបំផុតបាតុភូតគួរឲ្យព្រឺព្រួយតែងកើតឡើងនៅក្នុងកាឡាក់ស៊ីចំណាស់មួយរយៈពេល114ថ្ងៃម្ដងវាស្ថិតនៅ570លានឆ្នាំពន្លឺពីផែនដីបាតុភូតដ៏អស្ចារ្យមួយត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រលើភពផែនដីអង្កេតដឹងនោះគឺកាឡាក់ស៊ីដ៏ចំណាស់មួយតែងតែជះចេញនៅពន្លឺខុសពីធម្មតាជារៀងរាល់114ថ្ងៃជាមធ្យមនៃពេលវេលានៅលើភពផែនដីកាឡាក់ស៊ីចំណាស់មួយនោះត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា ESO 253 ស្ថិតនៅចម្ងាយ570លានឆ្នាំពន្លឺពីភពផែនដីមួយឆ្នាំពន្លឺស្មើនឹង 9.46 ត្រីលៀនគីឡូម៉ែត្របាតុភូតខាងលើនេះគឺជាការជះចេញនៅរលកពន្លឺដ៏កញ្ជ្រោលនៅក្នុងរយៈពេល114ថ្ងៃម្ដងទៀតជាមធ្យមឬត្រូវបានដាក់ឈ្មោះឲ្យថាព្រឹត្តិការណ៍ ASA-ISN 14 Go ដែលអាចឲ្យក្រុមអ្នកស្រាវជ្រាវនៅលើភពផែនដីអង្កេតដឹងតាមរយៈ telescope នៅលើផែនដីនិងទីអវកាសអ្នកដឹកនាំការស្រាវជ្រាវមួយរូបឈ្មោះថា Anna Penney របស់អង្គការ NASA មកពីសាកលវិទ្យាល័យ Hawaii នៃសហរដ្ឋអាមេរិកបានឲ្យដឹងថាវាគឺជាបាតុភូតមួយដែលអាចឲ្យយើងគណនាទុកជាមុននឹងជាការជះចេញនៅពហុរលកអណ្ដាតភ្លើងចេញពីម្ដុំស្នូលនៃកាឡាក់ស៊ីនោះវាពិតជាផ្ដល់នូវឱកាសពិសេសមួយដើម្បីឲ្យយើងសិក្សាអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងកាឡាក់ស៊ីចំណាស់នោះកាន់តែច្បាស់បន្ថែមទៀតយើងគិតថាប្រហោងខ្មៅមហាយក្សមួយដែលស្ថិតនៅចំកណ្ដាលកាឡាក់ស៊ីនោះគឺជាអ្នកដែលតែងតែបង្កើតនៅរលកពន្លឺជះចេញតាមរយៈតារាយក្សមួយដែលគូចរជុំវិញវាលោកស្រី Anna Penney បានធ្វើបទបង្ហាញខាងលើនេះនៅក្នុងកិច្ចប្រជុំលើកទី237នៃស្ថាប័នសង្គមតារាសាស្ត្រអាមេរិក AAS វាគឺជាការសិក្សាមួយដែលបង្ហាញលទ្ធផលឲ្យក្រុមតារាវិទូនានាមើលឃើញយ៉ាងច្បាស់ថាព្រឹត្តិការណ៍នៃការគូចររបស់ផ្កាយយក្ស Can Star នៅជុំវិញប្រហោងខ្មៅមហាយក្ស Supermassive Black Hole បានធ្វើឲ្យផ្កាយនោះរំជួលហើយកម្លាំងទំនាញនៃប្រហោងខ្មៅបានបង្ខំឲ្យផ្កាយនោះជះនៅអណ្ដាតភ្លើងដ៏កញ្ជ្រោលចេញពីខ្លួនរបស់វាតែម្ដងនៅពេលដែលអណ្ដាតភ្លើងនិងឧស្ម័នជះចេញមកហើយវានឹងប្រមូលផ្ដុំខ្លាចជាបន្ទះឌីសនៅជុំវិញប្រហោងខ្មៅមហាយក្សហើយដែលការជះចេញនៅអណ្ដាតភ្លើងខាងលើនេះគឺអាចឲ្យយើងមើលឃើញពីទីអវកាសនៅក្នុងរយៈចម្ងាយរាប់រយលានឆ្នាំពន្លឺឯណោះពីវាបើតាមក្រុមអ្នកវិទ្យាសាស្ត្រនៃអង្គការ NASA បានឲ្យដឹងថាប្រហោងខ្មៅមហាយក្សដែលកំពុងបង្ករឿងនៅកណ្ដាលកាឡាក់ស៊ី ESO 253 នោះមានម៉ាស់78លានដងធំជាងម៉ាស់របស់ព្រះអាទិត្យយើងកម្លាំងទំនាញរបស់ប្រហោងខ្មៅមហាយក្សនេះតែងតែបង្ខំឲ្យតារាយក្សដែលកំពុងគូចរជុំវិញវាជះចេញនៅអណ្ដាតភ្លើងយ៉ាងកញ្ជ្រោលនៅក្នុងរយៈពេល114ថ្ងៃម្ដងនៃពេលវេលានៅលើផែនដីរបស់យើងអ្វីដែលកាន់តែគួរឲ្យព្រឺព្រួយនោះទៀតគឺឧស្ម័នអណ្ដាតភ្លើងដែលផ្កាយយក្សនោះជះចេញម្ដងគឺមានទំហំស្មើនឹងម៉ាស់នៃភពប្រហោះយើងគុណនឹង3ឯណោះគូបញ្ជាក់ថាក្រុមអ្នកសិក្សារបស់អង្គការ NASA ដឹកនាំដោយលោកស្រី Anna Penney បានប្រើប្រាស់ telescope នៃមន្ទីរពិសោធន៍ Neil Gehrels Swift នៃកែវយឺតអវកាសតេស្តរបស់ NASA និង telescope X-ray របស់អឺរ៉ុបមានឈ្មោះថា HMM Newton ដើម្បីអង្កេតមើលបាតុភូតខាងលើនេះ